nơi lơ tua mà xin dương miên lệ serial number chẳng dương ai choក្នុង website ដែល admin ដាក់លើអេក្រង់ហ្នឹងគឺ anycatverify.com យើងវាយចូល browser យើងមកចូល anycatverify.com ហ្នឹងមកហើយវាចេញលោតភាសាចិនយើងអាចដូរភាសានៅខាងក្រោមឲ្យស្រួលមើលមកជាភាសាអង់គ្លេសទៅចុច English ហ្នឹងទៅហើយវាយលេខ serial number ពីម៉ាស៊ីនយើងមកយើង verify វាអូខេអានេះលេខ serial number យើង ចុចលើពាក្យប៊ូតុង verify serial number វាចេញព័ត៌មានមកហើយគឺ verify machine អញ្ចឹង machine ហ្នឹងគឺ verify ត្រឹមត្រូវហើយព័ត៌មានវាហ្នឹងខាងក្រោមនេះគឺ protected information កន្លែងហ្នឹងគឺកន្លែងដែលយើង download ហើយនឹងមានលេខ code PSN លេខ serial number សម្រាប់កម្មវិធី license កម្មវិធី machine កាត់យើងបានណាអញ្ចឹងយើងអាចវាយលេខ code ហ្នឹងលេខ code password ហ្នឹងគឺ admin បានឲ្យហើយនៅពេលទិញ machine នោះហើយនេះ owner name មានឈ្មោះយើងអញ្ចឹងយើងដឹងថា machine យើង verify ត្រឹមត្រូវហើយ PSN 1ហ្នឹងយើងមានលេខ license នឹងមួយបើសិនជាយើងទិញបន្ថែមយើងមាន PSN 2 3អញ្ចឹងណាយើងទិញថែមតែជាទូទៅយើងឲ្យមួយទៅហើយអានេះយើង download បាន plugin file ហើយនឹង CorelDRAW បើសិនជាយើងអត់ CorelDRAW ទេយើងអាច download CorelDRAW ក៏បានដែរបើយើងមានស្រាប់ហើយមិនបាច់ download ទៀតទេយើងយកតែ plugin file download ទៅហើយ install ហើយវិធី install plugin ហ្នឹងគឺ admin មានប្រាប់ក្នុងវីដេអូមួយទៀតអូខេទិញទៅមានវីដេអូស្រាប់អូខេ